មេកទេសជីវិតសម្រាប់យុវជនវ័យ20ឆ្នាំ10ចំណុចដើម្បីអនាគតភ្លឺស្វាងវ័យ20ឆ្នាំគឺជាដំណាក់កាលនៃការរុករកនិងការកសាងដើម្បីឲ្យជីវិតក្នុងវ័យ30ឆ្នាំខាងមុខកាន់តែរឹងមាំអូនប្រុសគួរយកចិត្តទុកដាក់លើចំណុចទាំង10នេះផ្នែកទី1ការកសាងគ្រឹះនិងសមត្ថភាព1វិនិយោគលើការរៀនសូត្រកុំឈប់រៀនសូត្រមិនថាជាភាសាបរទេសឬជំនាញបច្ចេកវិទ្យាទេចំណេះដឹងគឺជាទ្រព្យជាប់ខ្លួនដែលគ្មានអ្នកណាដណ្ដើមបានទី2កុំខ្លាចក្នុងការដើរខុសនេះជាអ្វីដែលប្អូនអាចសាកល្បងអ្វីថ្មីបានច្រើនបើបរាជ័យវាគឺជាមេរៀនហើយប្អូននៅមានពេលច្រើនដើម្បីកែប្រែទី3ចាប់ផ្ដើមសន្សំតិចបង្កើតទម្លាប់សន្សំលុយឲ្យបានទៀងទាត់ទោះបីជាចំនួនតិចតួចក៏ដោយវានឹងក្លាយជាខ្នើយបង្អែកដ៏រឹងមាំនៅថ្ងៃមុខទី4ហើយរក្សាទំនាក់ទំនងល្អៗរាប់អានមិត្តភ័ក្តិដែលផ្ដល់ចំណេះដឹងនិងធម៌ពលវិជ្ជមានមនុស្សដែលប្អូននៅក្បែរនិងកំណត់ថាប្អូនជាមនុស្សបែបណានៅថ្ងៃអនាគតទី5ថែរក្សាសុខភាពកុំបណ្ដោយតាមការសប្បាយរហូតបំផ្លាញសុខភាពការហាត់ប្រាណនិងការញ៉ាំអាហារល្អៗនឹងជួយឲ្យប្អូនមានធម៌ពលសម្រេចក្តីស្រមៃផ្នែកទី2ការសម្រួចផ្នត់គំនិតនិងវិន័យ1បង្កើតទម្លាប់អានការអានសៀវភៅល្អៗជួយឲ្យប្អូនចំណេញបទពិសោធន៍រាប់ឆ្នាំរបស់អ្នកដទៃមកដាក់ក្នុងខ្លួនក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោង2រៀនគ្រប់គ្រងអារម្មណ៍ភាពចាស់ទុំមិនមែនគិតលើអាយុទេតែគិតលើការគ្រប់គ្រងអារម្មណ៍រៀនដោះស្រាយបញ្ហាដោយសន្តិវិធីនិងការយល់ចិត្តអ្នកដទៃទី3កាត់បន្ថយការដេញតាមសម្ភារៈនិយមកុំទិញរបស់ដើម្បីគ្រាន់តែបង្អួតអ្នកដទៃចូលរៀនរស់នៅឲ្យសាមញ្ញហើយទុកលុយសម្រាប់វិនិយោគលើបទពិសោធន៍ជីវិតឬអាជីវកម្មវិញ4ស្វែងរកអ្នកណែនាំស្វែងរកមនុស្សដែលជោគជ័យក្នុងវិស័យដែលប្អូនចង់ធ្វើដើម្បីសុំយោបល់ពួកគេនឹងជួយឲ្យប្អូនដើរផ្លូវកាត់ឆ្ពោះទៅរកគោលដៅទី5ផ្ដល់តម្លៃលើពេលវេលាដើរលឿនណាស់កាត់បន្ថយការចំណាយពេលលើរឿងឥតប្រយោជន៍ហើយផ្ដោតលើសកម្មភាពដែលនាំប្អូនទៅជិតគោលដៅដំបូងមានបន្ថែមវ័យ20ឆ្នាំមិនមែនជាការប្រណាំងប្រជែងជាមួយអ្នកដទៃទេប៉ុន្តែជាការប្រកួតប្រជែងជាមួយខ្លួនឯងពីម្សិលមិញ